Review លោកគ្រូខ្ញុំមកឈ្មោះភេទវិសាលខ្ញុំនឹងធ្វើការតេស្តទៅលើ mail server ហើយការធ្វើតេស្ត mail server នោះខ្ញុំនឹងធ្វើការ message ទៅពី user វិសាលទៅ user វណ្ណាហើយសូមធ្វើការតេស្ត message មួយហើយខ្ញុំ copy មកសម្រាប់មកធ្វើការសារទៅ user វណ្ណាដែលការកែវិញដាក់ hello វណ្ណាហើយដាក់ទៅជា test mail ខ្ញុំធ្វើការ internal បងចូលទៅ user វណ្ណាដើម្បីធ្វើការ check mail ហើយធ្វើការវាយនៅ mail តមកវានឹងលោតមួយគឺ user ឈ្មោះនេះជាឈ្មោះពេញរបស់ user វិសាលពេលចង់ check មើលគាត់ថ្ងៃនេះជាលេខរៀងយើងធ្វើការវាយទៅលេខ1ហ្នឹងមកនេះជា message របស់ user វិសាលដែលគាត់ message មកខ្ញុំធ្វើការចាត់ចេញពីការ check mail ហ្នឹងយើងធ្វើការវាយអក្សរ Q នោះវានឹងចាក់ទៅតមកធ្វើការផ្ញើសារទៅកាន់ user វិសាលវិញតើយើងកែលក្ខជា hi សារតមកការ enter បានចូលទៅ user វិសាលម្ដងហើយធ្វើការ check mail នឹងឃើញ Mr. user មិនបានណាគាត់ធ្វើការផ្ញើសារមកខ្ញុំធ្វើការ check ដោយលេខរៀងរបស់វាលេខ2ខ្ញុំឲ្យលេខ2មកឃើញដាក់តបមួយដាក់ hi វិសាលហើយចាក់ចេញពីការ check mail ហ្នឹងវាធ្វើការផ្ញើសារ Q enter ហើយវានឹងចាក់ចេញមកចំពោះmail server មានតែប៉ុណ្ណោះទេអរគុណលោកគ្រូមកឈ្មោះភេទវិសាលខ្ញុំបាននឹងបង្ហាញពី terminal server ហើយខ្ញុំនឹងធ្វើការបើកនៅ port ចំនួន2ដែលមាន IP address ដូចគ្នាជាមួយនឹង user ផ្សេងគ្នាហើយខ្ញុំសូមធ្វើការបើក port តើមកធ្វើការ login port ទី1ធ្វើការ login ទៅកាន់ user ឈ្មោះវិសាលលើ user ទី1ខ្ញុំបាន login success ខ្ញុំធ្វើការបើកនៅ port ទី2ហើយខ្ញុំធ្វើការទៅ login ជាមួយនឹង user បានឡើងដល់ហើយធ្វើការ login បានហើយចំពោះចំណុច terminal server មានតែប៉ុណ្ណេះសូមអរគុណលោកគ្រូចំណុចបន្តនិយាយអំពី file server និង backup server នៅលើ Linux ហើយខ្ញុំប្រើ Samba សម្រាប់ share file និង OSYNC encryption សម្រាប់ backup ដោយស្វ័យប្រវត្តិដែលខ្ញុំវាយនៅ comment មួយដាក់ថា systemctl satosh cmd ពិនិត្យថា file server ដំណើរការឬអត់សូមរងចាំតិចវារៀងតាក់comment នេះប្រើសម្រាប់ពិនិត្យថា Samba file server កំពុងដំណើរការហើយ Samba server កំពុងដំណើរការហើយអាច share file បានហើយបន្ទាប់ខ្ញុំមើល file នៅក្នុង file server ដែលខ្ញុំវាយ comment ls srv file server ហើយ comment នេះប្រើសម្រាប់បង្ហាញ file នៅក្នុង share folderនេះគឺជា folder ដែលយើងប្រើសម្រាប់ដាក់នឹង share file ចំណុចបន្ទាប់នឹងធ្វើការ create file ថ្មី command នេះប្រើសម្រាប់បង្កើត file ថ្មីនៅក្នុង file server ហើយយើងវាយ password យើងចូល
តមកវានឹងបង្កើត file ថ្មីឲ្យយើងតែចំណុចបន្ទាប់ទៀតខ្ញុំធ្វើទៅលើ backup នៃ file command នេះប្រើសម្រាប់ copy file ពី file server ទៅ backup server ហើយយើងប្រើ osync ដើម្បី copy file ទៅ backup server ទី6នេះខ្ញុំធ្វើទៅលើ check backup តមកយើងទៅកាត់ enter យើងឃើញថា file នៅក្នុង backup មានដូចគ្នា backup យើងបានតែជោគជ័យហើយចំណុចបន្ទាប់នោះយើងធ្វើទៅលើ auto backup គ្រាន់ចប់ចាក់ enter ជា auto backup រៀងរាល់ម៉ោង 12 យប់ម្ដងនេះគឺការ restore test ប្រើសម្រាប់ restore file ត្រឡប់មកវិញបានសរុបសេចក្តីមកខ្ញុំធ្វើ file server សម្រាប់ choose for sharing file in network environment នៃ backup system ប្រើ osync choose to protect data from automation crypt job use for automatic data backup schedule សរុបសេចក្តីមក system នេះមាន file sharing data backup និង automation ដែលធ្វើឲ្យ data មានសុវត្ថិភាពនិងងាយស្រួលគ្រប់គ្រងជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះពេជ្រវិសាលខ្ញុំបាទនឹងបង្ហាញពីចំណុច VPN ហើយនិង proxy server ដែលដំបូងធ្វើការតេស្តទៅលើ proxy មុនដែលខ្ញុំបានធ្វើការ set up នៅក្នុង Linux ហើយដោយខ្ញុំបាន set proxy ឲ្យផងដែរក្នុង setting របស់ Windows ខ្ញុំបានធ្វើការបោក proxy ហើយនេះជា IP address របស់ server យើង server ខ្ញុំហើយនិង port បានធ្វើការបើកតេស្តដោយខ្ញុំធ្វើការ block ទៅលើ Facebook TikTok ហើយនិង website RP ផ្សេងទៀតតែ YouTube ខ្ញុំបាន block ទៅខ្ញុំធ្វើការតេស្តទៅលើ YouTube សិនដល់ YouTube វាដើរដំណើរការធម្មតាចំណែកឯ Facebook វិញគឺ Facebook វាត្រូវបាន block ហើយខ្ញុំធ្វើការតេស្តទៅលើ TikTok ទៀតដល់ TikTok ក៏បាន block ដូចគ្នាឥឡូវយើងចូលដល់ចំណុច VPN ម្ដងដោយ VPN ខ្ញុំធ្វើការប្រើប្រាស់នៅ Open VPN ដែលខ្ញុំធ្វើការ import នៅ file ដែលខ្ញុំបានធ្វើ VPN server នៅក្នុង Linux server ហ្នឹងខ្ញុំធ្វើការ connect វាតោះខ្ញុំធ្វើការតេស្តដែលនេះជា IP address របស់ laptop ដល់ពេលយើង connect VPN ហើយយើងធ្វើការ restart មកទៀតនោះ IP ហ្នឹងវានឹងការដូរទៅកាន់ IP ដូចនឹង server របស់យើងដែលនេះជា IP ដែលវាបានដូរហ្នឹងចំណុច VPN មានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបានបង្ហាញលោកគ្រូ web server ដែលនេះគឺជា Linux server របស់ខ្ញុំដែលក្នុង active របស់វាគឺកំពុង running ហើយសូមធ្វើការតេស្ត web របស់យើងមកចូលទៅកាន់ browser ហើយធ្វើការដាក់ចូលនៅ IP របស់ខ្ញុំនេះគឺជា web របស់ខ្ញុំដែលសូមធ្វើការតេស្តទៅនឹងការដូរអក្សរបន្តិចគឺការលុបសញ្ញាហើយលុបនៅរូបរាងដៃមួយហើយលុបអក្សរ S ទៅទៀតតាមទៅការ save វាខ្ញុំធ្វើការ reload វាមកនេះឆែកក្នុង web របស់យើងការ refresh នេះគឺខ្ញុំបានដូរបានជោគជ័យហើយនេះគឺជា web server របស់ខ្ញុំដោយចំណុច web server មានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូជំរាបសួរគ្រូខ្ញុំឈ្មោះមុំលីសឺហើយខ្ញុំធ្វើទៅលើចំណុច load balancing ហើយ load balancing ដែរគឺវាធ្វើការនៅពេលដែល server ទី1 down វានឹង server ទី2វានឹងធ្វើការចូលមកធ្វើជំនួស server ទី1អញ្ចឹងជាដំបូងនឹងធ្វើការ show ទៅលើ container ដែលកំពុង run
ចឹងនេះគឺជា container ដែលយើងកំពុងតែ run វាមានពីរ container គឺcontainer ទី1ដែលវា run នៅលើ port 8081 ហើយនៅអានេះគឺជា container ទី2ដែល run នៅលើ port 8082 ចឹងនៅពេលដែល port 8081វា down ហើយ port 8082វានឹងចូលមកធ្វើការជំនួស port default ចឹងឥឡូវនឹងធ្វើការ access ទៅលើ web របស់យើងនេះគឺជា server ទី1ដែលវាកំពុង run អញ្ចឹង default របស់យើងគឺជា server ទី1អញ្ចឹងនៅពេលដែលខ្ញុំធ្វើការ refresh ទៅលើ page វានឹងload ទៅលើ this is server 2អញ្ចឹងយើង refresh page ទៅ server ទី1វាអញ្ចឹងមានន័យថាពេលយើង refresh ទៅលើ page ទៅ server ទី1វានឹងបាត់ហើយ server ទី2វាមិននឹងចូលនឹងធ្វើជំនួស server ទី1ហើយនេះគឺជា load balancing ហើយចំណុចបន្ទាប់យើងធ្វើការ test ទៅលើ terminal ទៅលើ putty អញ្ចឹងយើងវាយ comment ថាcomment ថាlocal URL យើងហើយយើងឃើញថានេះគឺជា server ទី2វាកំពុងតែដើរនេះគេថា this is server 2ចឹងខ្ញុំធ្វើការrun ទៅលើ comment នេះម្ដងទៀតចឹងវានឹង load ថា this is server 1អញ្ចឹង container ទី1វាកំពុងតែ run អញ្ចឹងបើខ្ញុំវាយ comment ម្ដងទៀតវានឹងcontainer ទី2វានឹងrun ម្ដងអញ្ចឹងចំណុចរបស់ខ្ញុំមានប៉ុណ្្នឹងហើយចំណុចបន្ទាប់ជូនឲ្យមិត្តរួមក្រុមរបស់ខ្ញុំ